ផ្លាស់ប្ដូររូបរាងរថយន្ត Lancaster GR បងប្អូនពីបែបនេះបាសគូបែបនេះទៅជាបែបនេះទៅជារូបរាងបែបនេះសារទេបងប្អូនអញ្ចឹងចង់ដឹងថា project បាទ Land Cruiser LC 300 GR នេះយើងបានផ្លាស់ប្ដូរខ្លះសូមទស្សនានៅវីដេអូបន្តិចទៀត I fight, I win. What? Dark days can't hold me in. No change, no cage, I'm free. បាទសម្រាប់រថយន្តបាទ Land Cruiser GR ទាំងអស់ដែលចង់បាទសេរីនៅកម្ពស់ខាងមុខកុំឲ្យបាសគូតពេកណាយើងមាននៅឈុត spacer នេះបាទអានេះគឺធានាបាននៅសុវត្ថិភាពខ្ពស់ដែកនេះដែកហ្មងណាបាទដាក់បន្ទាប់មកនៅសល់ប្រឡងដាក់ជាមួយទៅយើងនឹងបង្ហាញជូនបងប្អូនបន្ទាប់ពីយើងបានចាប់ចូលរួចរាល់បាទនេះ available នៅកន្លែងយើងមានស្រាប់អូខេ Land Cruiser GR ក៏ដូចជា Land Cruiser LC 300 series មានទាំងអស់បាទប្រឡងចានបូមខាងលើចាប់បានពេញសាច់ទាំងអស់បងប្អូនចេញជារូបរាងបដាហើយបងប្អូនអេមណាជាមួយនឹង project នេះយើងបានផ្លាស់ប្ដូរជាមួយនឹងថាសបាទរង្វង់17ពី Lenso Venom នេះគឺ Venom series នៃ Lenso តែម្ដងដាក់ទៅគឺស្មើស្អាតសបកកង់ BF KO3 ទំហំ285/70R17 ហើយយើងបាន lift នៅខាងមុខបន្តិចផងដែរអញ្ចឹងកាលពីមុនជាមួយនឹងរថយន្ត Land Cruiser GR ក៏ដូចជារថយន្ត Land Cruiser ចង់និយាយថាពីក្រុមហ៊ុនមកណាបាទខុសគ្នា7ហ៊ុនឥឡូវនេះយើងរៀបចំលើកម្ពស់ខុសគ្នាបន្តិចបន្តួចមិនច្រើនជាងមុនប្រហែលហើយយើងដាក់សបកកង់នេះចូលកបាំងផុកនៅរក្សាបានដដែលទាំងអស់អត់មានប៉ះអីទាំងអស់អូខេបងប្អូនសម្រាប់រថយន្ត Land Cruiser 300 series GR បងប្អូនដែលគាត់ឆ្លាញ់ប្រភេទថាសទូកង់ធំគឺ project នេះត្រូវតែម្ដងបញ្ជាក់ជូនយើងផ្លាស់ប្ដូរមួយឈុតនេះបូមនៅរក្សាដដែលទាំងអស់បាទវាអាស្រ័យលើម្ចាស់ឡានបើក្នុងករណីម្ចាស់ឡានចង់ upgrade នៅ suspension បូមថ្មីក៏បានបើគាត់ចង់ប្រើនៅបូមចាស់ដដែលក៏បានយើងមាននៅឈុតលើកម្ពស់ហើយស្រាប់សម្រាប់រថយន្ត LC 300បាទមិនថា GR មិនថា VX មិនថា ZX មានទៅទាំងអស់អូខេចឹងអរគុណច្រើនសម្រាប់ការទស្សនាយើងជួបគ្នានៅវីដេអូក្រោយៗទៀតអេ